ពីបងប្អូនអ្នកគ្នាមកទស្សនាវីដេអូទី1ហើយជម្រាបសួរបងប្អូនអ្នកគ្នាទស្សនាវីដេអូទី2អញ្ចឹងដើម្បីទី1ដំបូងហ្នឹងគឺយើងស្គាល់ខតស្គាល់ខ្ទង់រួចហើយស្គាល់ខ្សែរួចហើយបន្តមកទៀតយើងស្គាល់ដៃម្ដងអញ្ចឹងដៃដែលយើងលេងយឺតណាគឺយើងប្រើតែ4ម្រាមទេម្រាមទី1ម្រាមទី2ម្រាមទី3និងម្រាមទី4តែម្រាមនឹងឯម្រាមទី5សម្រាប់យើងตกកម្លាំងចែកយើងตกកម្លាំងkitaយើងตกកុំឲ្យវាអង្គើអញ្ចឹងណាអូខេអញ្ចឹងតបងប្អូនអ្នកគ្នាខ្ញុំនឹងបង្រៀនបងប្អូនអ្នកគ្នាពីរបៀបក្នុងការចាប់ខតអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្រៀនបងប្អូនអ្នកគ្នាពីរបៀបចាប់ខតជីតាចាប់ហើយចេះលេងបណ្ដោយអញ្ចឹងតអូខេអញ្ចឹងរបៀបចាប់ខតថ្ងៃនេះខ្ញុំបង្រៀនបងប្អូនអ្នកគ្នាពីខត G និងខត E តអូខេតើចាប់ខត G មិនខត E មិនតអូខេអញ្ចឹងដៃទី1របស់យើងគឺយើងខាប់ខត G ដំបងអ្នកដែលអត់រៀនអត់សូវចេះខត G គឺយើងចាប់ដៃទី1របស់យើងបាទដៃ1ចាប់ខ្សែទី1ខ្ទង់ទី2ដៃ1ហ្នឹងនេះខ្សែទី1បងប្អូនខ្សែទី1ខ្ទង់ទី2អញ្ចឹងយើងចេះពីរដងអូខេអានេះខត G អញ្ចឹងយើងកត់ទុកថាចេះខត G ខ្លះណែអញ្ចឹងអត់មានខត G ខ្ញុំចេះខត G មួយហើយអញ្ចឹងខត G ចេះតែប៉ុណ្ណឹងបងប្អូនណាគេថាខ្ញុំរៀនខុសថាទៅសំខាន់ខ្ញុំរៀនតាមខ្ញុំចេះខត G អូខេបន្ទាប់ពីខ្ញុំរៀនខត G បងប្អូនអរគ្នាខ្ញុំរៀនខត E ណាបងប្អូនខត E យើងប្រើដៃ2ចឹងណាដៃកដាលអត់ហើយដៃនាងនេះអូខេអញ្ចឹងដៃ2នេះគឺដៃទី2និងដៃទី3ដៃ2ហ្នឹងយើងចាប់ខ្សែទី5និងទី4បងណានេះទី5និងទី4ឃើញបងប្អូននេះទី5និងទី4យើងចាប់ពីខ្សែហ្នឹងមកខ្ញុំដាក់រូបឲ្យបងប្អូនទស្សនាណាទី5និងទី4ចាប់ពីហ្នឹងទេបន្ទាប់មកយើងរីលេងបានហើយបងប្អូនអ្នកគ្នាបងដឹងថាស្អីនេះអញ្ចឹងយើងចេះពីខតណាទី1យើងចេះខត G ហើយបន្តមកទៀតយើងចេះខត E អញ្ចឹងខត E យើងប្រើដៃ2នេះយើងចាប់ខ្សែទីក្នុងខ្សែទី5និងខ្សែទី4អូខេតោះឥឡូវនេះគឺខ្ញុំបង្រៀនបងប្អូនកេះមិនបាច់គិតច្រើនកេះតែដៃចេះបានអូខេតោះអញ្ចឹងយើងសំទាំងអស់គ្នាយើងប្រើដំបូងយើងប្រើខត G ណាអូខេគឺសាកជាងអីម៉ាត់ទៅយើងកេះ4ដង1 2 3 4 4មកវិញមក1 2 3 4 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 1 2 3 4
2 3 4 មកវិញមក1 2 3 4 1 2 3 4ចាំមកបងដាក់នេះរៀនសំទៅវិញទៅមកមានថាខត E មកខត G ខត G ទៅខត E ចាំចាត់ទៅវិញទៅមករងអីទៅចេះបដ ចេះយើងចេះកោះក្រោប4 សិនហ៎បងយើងអត់តចេះស្ដាប់អីទេអញ្ចឹងមកសិនយើងចេះពីខតហ្នឹងយើងដឹងអញរៀនស្ទាត់ហើយតោះខ្ញុំសាកជឿបងប្អូននេះបាត់ទេលួចស្នេហ៍អូនលួចស្នេហ៍អូនស្នេហ៍ទាំងមិនដឹងខ្លួនមិនដឹងតាំងពីពេលណាអារម្មណ៍រវីណាអញ្ចឹងយើងជិះទៅជាងសិនណាបងប្អូននេះដំបូងយើងអត់ចេះយើងចឹងឯងតែយើងចេះតែវាដែលជ្រៀងយើងជ្រៀងឡូនេះគេហើយអូខេអញ្ចឹងហើយណាបងប្អូនអ្នកគ្នាខ្ញុំបង្រៀនបងប្អូនអ្នកគ្នាពីខតចាំអត់ខតទី1គឺខត G ហើយខតទី2គឺខតទី2គឺខត E អូខេ E G និងខត E អញ្ចឹងយើងស្គាល់ខ្ទង់រួចហើយណាខ្ទង់ទី2អញ្ចឹងខត E ហើយនិងខត G គឺនៅខ្ទង់ទី2អូខេបងប្អូនអ្នកគ្នាបើអត់ទាន់ comment សួរនៅក្នុងវីដេអូនេះបានអូខេអញ្ចឹងឧទាហរណ៍ថាយើងរៀនតែពីវីដេអូយើងចង់ចេះបាត់ហើយហ្នឹងអញ្ចឹងបងប្អូនអ្នកគ្នាចេះតែ4ខតទៅក៏យើងអាចលេងចម្រៀងបានដែរខ្ញុំនិយាយមែនណាអូខេអញ្ចឹងអរគុណបងប្អូនអ្នកគ្នាដែលបានតាមដានទស្សនាវីដេអូទី2នេះអញ្ចឹងបើសិនជាអត់យល់អី comment មកឆាតមកសុំក្នុង Telegram ក៏បានដែរបរៀន free សោះហ្នឹងសំខាន់អូនស្រីហ៎